បាទជំរាបសួរនិងសួស្តីដល់សិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះខ្ញុំមានចំណុច2ដែលវែកញែកថាវាខុសគ្នាត្រង់ណាជាចំណុចទី1គឺឯកធាហើយចំណុចទី2គឺពហុធាតុអញ្ចឹងឯកធាគឺជាកន្សោមបេក្ខនិតដែលមានតែប្រមាណទីគុណហើយនឹងស្វ័យគុណបាទនិយាយត្រួសណាហើយពហុធាតុគឺវាមានច្រើនឯកធាឯកធាឯកមានន័យថាតែមួយចឹងពហុមានន័យថាច្រើនបើនិយាយទៅវាមានច្រើនទៀតវាមានឯកធាវាមានទ្វេធាវាមានត្រីធាចឹងទៅប៉ុន្តែចាប់ពី2ឯកធាមានថា1ដល់ពេល2ឡើងទៅគេហៅថាពហុឯងក៏ប៉ុន្តែវាជាទ្វេវាជាត្រីប៉ុន្តែវាក្តោបជារួមទៅជាពហុឥឡូវកុំឲ្យខាតពេលយូរយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាឯកធាឧទាហរណ៍ថានៅក្នុងលេខហ្នឹងគឺវាមានតែប្រមាណទីគុណនិងស្វ័យគុណឧទាហរណ៍ថាយើងអាចសេបានថា 2x ការ៉េអញ្ចឹងទៅអានេះគឺជាឯកធាហេតុអីបានសម្គាល់ថាវាជាឯកធាដោយសារវានេះប្រមាណទីគុណហើយខាងនេះជាស្វ័យគុណអញ្ចឹងទៅចាំបើសិនជាពហុធាវាមិនវិញពហុធាឧទាហរណ៍ថាយើងមាន 2x ការ៉េហើយបូកនឹង 3x អានេះមួយគេហៅថាឯកធាដល់2អានេះ1ហើយបូកជាមួយនឹងអានេះ1ទៀតអានេះវាទៅជា2ចាប់ពី2ឡើងគេហៅថាឯកធាបាទតែឥឡូវឧទាហរណ៍មួយទៀតឧទាហរណ៍មួយទៀតថាយើងមាន 2x ហើយគុណ 2x ការ៉េហើយគុណនឹង3តើនេះជាឯកធាឬក៏ជាពហុធាខ្ញុំសង្កេតមើលទៅឃើញថាយើងអាចទូទាត់គ្នាបានយើងទូទាត់មក2 3ដងយើងបានថា6ហើយ x ការ៉េគុណនឹង x យើងបាន x គីបអញ្ចឹងយើងក៏លេខមើលថា 6x គីបវាជាឯកធាឬក៏ជាពហុធាយើងមើលទៅឃើញមានតែមួយទៀតដែរអញ្ចឹងអានេះចូលទៅជាឯកធាជាឯកធាចុះឥឡូវយើងសម្គាល់មកទៀតជុំអានេះ2ហើយចុះហេតុអីក៏វាទៅជាឯកវិញម្ដងទៀតណាឯកធាគឺជាកន្សោមបេក្ខនិតដែលមានប្រមាណវិធីគុណនិងស្វ័យគុណក៏ពិតគុណក៏បានចែកក៏បានដែរហើយនឹងស្វ័យគុណអញ្ចឹងបើនេះយើងវាចូលសញ្ញាគុណណាវាចូលសញ្ញាគុណគុណអានេះគុណទៅវាទៅជាឯកវិញហ្នឹងអញ្ចឹងពហុធាគឺជាកន្សោមដែលមានប្រមាណធីបូកហើយដកជាមួយយើងនិយាយសាថ្មីថា 2x ការ៉េបូកចឹងទៅបូក 3x វាឆ្លងកាត់សញ្ញាបូកឬក៏ 2x ការ៉េដក3អញ្ចឹងទៅវាឆ្លងកាត់សញ្ញាដកអញ្ចឹងឲ្យតែឆ្លងកាត់សញ្ញាដកវាចែកចេញជា2នេះឯកមួយខាងនេះឯកមួយទៀតអញ្ចឹងវា2គេហៅថាទ្វេធាអញ្ចឹងកាលណាចូលទ្វេធាវាទៅជាគេហៅថារយៈខ្លីគឺពហុធាវាទៅជាពហុធាតោះណាអញ្ចឹងឲ្យតែ2វាទៅជាពហុធាបាទហើយខាងនេះវាអត់មានឆ្លងកាត់សញ្ញាបូកហើយនឹងដកទេវាមានឆ្លងកាត់ណាវាអត់មានទេវាមានតែឆ្លងកាត់សញ្ញាឧទាហរណ៍ថា6គុណនឹង x ហើយគុណនឹងហើយនឹងស្វ័យគុណ3ចានេះអត់មានឆ្លងកាត់សញ្ញាបូកហើយនឹងដកទេហើយបែកពហុធាវាឆ្លងកាត់សញ្ញាបូកហើយនឹងដកតទៀតថា 2x ការ៉េដក 3x ចាស់ហើយបូកនឹង5ជាងខាងនេះគឺវានៅតែពហុធាខាងនេះឯក1ឯក1ខាងនេះឯកទៀតខាងនេះឯកមួយទៀតដោយសារវាឆ្លងកាត់សញ្ញាបូកហើយនឹងសញ្ញាដកអញ្ចឹងវាទៅជាពហុធាបាទអញ្ចឹងមានអីឆ្ងល់ទៀតទេមានអីបែងចែកថាចុំពហុធាគេ
សម្គាល់លើអីហើយឯកធាគេសម្គាល់លើអីទៀតហ្នឹងបើសិនជាឆ្ងល់បន្តទៀតអាចសួរគ្រូបន្តទៀតបានណាគ្រូអត់ប្រកាន់ទេឲ្យបងប្អូនចេះហើយឆ្លាតវៃក្នុងការបែងចែកទាំងនេះហើយមិនមែនតែពាក់ព័ន្ធជាមួយនឹងឯកធាឬក៏ពុធាពាក់ព័ន្ធអីក៏បានដែរឲ្យតែគណិតវិទ្យាអាចសួរគ្រូបានទាំងអស់គ្រូឆ្លើយបានគ្រូឆ្លើយឲ្យលឿនបំផុតទៀតហ្នឹងហើយចឹងអត់មានអីទៀតទេមានតែប៉ុណ្្នឹងឯងហើយកុំភ្លេចជួយ Subscribe ឲ្យគ្រូម្នាក់មួយផងណាបាទចាមានអីទៀតទេអរគុណសម្រាប់ការទស្សនាបាទ